បានគេទទួលស្គាល់ថានេះជាការពិតជាជោគជ័យធំជោគជ័យធំការតស៊ូរបស់យើងគឺតស៊ូដើម្បីរំដោះប្រទេសកម្ពុជាពីជនអ៊ុក្រិដ្ឋដែលកំពុងតែធ្វើបាបជារាជខ្មែរដល់សប្តាហ៍អញ្ចឹងមានថាតាមមិនមែនមិនដឹងមិនដឹងចង់ឲ្យហ៊ានជំនាញនឹងខូចពិសេសហ្នឹងមកឲ្យគេចាប់អត់ចង់បានអាហ្នឹងមែនទេអាដល់ថាទៅនឹងគ្រាន់តែជាជំហានទី1ឯងដំណើរវែងឆ្ងាយបំផុតគឺត្រូវចាប់ដើមដល់ជំហានទី1យើងមានផតតាយើងមានអ្នកតាមតាយើងមានអ្នកបានស៊ើបអង្កេតរឿងនេះយូរឆ្នាំដល់មកហើយឥឡូវនេះយកមកបង្ហាញតុលាការបារាំងទទួលស្គាល់ថានេះជាការពិតនេះជាជោគជ័យធំសម្រាប់ប្រជាជនខ្មែរពីព្រោះនាំមកនូវសេចក្តីសង្ឃឹមថាគឺអ៊ុក្រិដ្ឋបែបនេះមិនអាចប្រព្រឹត្តទៅដោយគ្មានទោសពីអ្វីដែលជាទម្លាប់ដ៏អាក្រក់នៅប្រទេសកម្ពុជាគឺយើងធ្វើឲ្យពិភពលោកជឿច្បាស់ប្រទេសកម្ពុជាគឺក្រោមរបបផ្ដាច់ការដែលអ្នកដឹកនាំធ្វើអ្វីបានតាមចិត្តសម្រាប់គេបានតាមចិត្តគឺរួចខ្លួនជាប្រតិភាពអញ្ចឹងការចាប់ដើមនេះចាប់ដើមលើច្បាប់នៃស្រុកខ្មែរធ្វើបង្កើតច្បាប់ដែលអ្នកកាន់អំណាចឆ្នៃនិងបកស្រាយតាមចិត្តមិនចាំបាច់ប្រទេសដែលបិទបាំងការអាចបិទបាំងការមិនអាចបិទបាំងការយើងជំរុញឲ្យគេមានតាមការត្រូវបានគេទទួលស្គាល់ជាយ៉ាងនេះជាជំនាញទី1ដែលជំនាញចាំបាច់ដើម្បីផ្ដល់យុត្តិធម៌ជារាជខ្មែរខ្ញុំចង់ការអនុញ្ញាតអន្តរជាតិការដល់សង្គមក្នុងការចាប់គាត់បាននៅក្នុងសាលាទោះជាមិនចាប់ឬមិនទាន់ចាប់ក៏អីដែរពីព្រោះជនអ៊ុក្រិដ្ឋទាំងពីរអ្នកនោះគេវែកមុខយើងត្រូវឲ្យវែកមុខសិនវែកមុខថាជាជនអ៊ុក្រិដ្ឋពិតប្រាកដពេលនោះគឺមានលទ្ធភាពមិនអាចទៅចាប់គេបើគ្មានការសម្រេចពីតុលាការណាមួយការស្នើពីតុលាការណាមួយដោយតែមានការសម្រេចពីការស្នើពីតុលាការបានបើកផ្លូវឲ្យចាប់ជនអ៊ុក្រិដ្ឋតែពីការចាំបាច់ត្រូវឲ្យតុលាការសម្រេចចេញពីការចាប់ផ្ដន្ទាទោសឲ្យបានជាក់ស្ដែងជាមុនសិនឱកាសចាប់ពេលណាចាប់នៅកន្លែងណាអានឹងជារឿងបន្តបន្សំពេលក្រោយហើយចាប់ដើម2នាក់ទីងវុធានហើយនឹង2ពិសិដ្ឋគឺអាចសម្ដៅទៅជនអ៊ុក្រិដ្ឋដទៃទៀតនៅប្រទេសកម្ពុជាមានខ្ញុំគាត់ទឹកតែបានអំស្ដីខ្លះស្គាល់ថាជាតែគេអាចមានការចែករឿងណាដែលចិត្តបែបឆ្នាំគឺបើសិនមកជំនួសសាស្ត្រនឹងឃើញដល់ហេតុការណ៍ថ្ងៃនេះដល់ខ្ញុំចង់បានតែសោះតែដល់នឹងមួយចាក់ក្នុងហ្នឹងចាខ្ញុំបានជម្រាបតុលាការបារាំងថានៅសល់តែប្រមាណថ្ងៃទៀតណា4-10ថ្ងៃទៀតគឺជាខួបទី28នៃសោកនាដកម្មនៅប្រទេសកម្ពុជាថ្ងៃ30មីនាឆ្នាំ1992គេថាអូរឿងនឹងចាស់ហើយយកមកអីទៀតតែចំពោះខ្ញុំគឺជា28ឆ្នាំបានបណ្ដងផុតហើយណាក៏ដោយតែវានៅតែធ្វើឲ្យខ្ញុំឈឺចាប់ដល់ដែរខ្ញុំមិនអាចបំភ្លេចបានទេអ្នកស្លាប់រង
ឈៀងទៅតាមផ្លូវចាំខ្នល់សាក់សាក់តែខ្ញុំបានទៅបែបជនដែលរងរបួសដែលខ្ញុំបានឃើញដែលបានសួរទៅតាមបែបធ្វើឲ្យខ្ញុំនៅតែមានការរន្ធត់ដូចម្សិលមិញហ្នឹងមានអ្វីធ្វើឲ្យខ្ញុំអាចធ្វើឲ្យខ្ញុំបំពេញបានដូច្នេះជាកាតព្វកិច្ចរបស់ខ្ញុំដើម្បីជៀសវាងកុំឲ្យវាសោកនាដកម្មបែបនេះមកយើងជឿចាប់បែបនេះទៀតយើងត្រូវតែបានចាប់ដើមពីជំនាន់យើងយុទ្ធឃើញយើងយុទ្ធហើយខ្ញុំជឿថាចាប់ដើមហើយចាំមើលសិនមិញថ្ងៃនេះជាថ្ងៃប្រវត្តិសាស្ត្រពីព្រោះលើកទី1ហើយដែលមន្ត្រីជាន់ខ្ពស់របបទីក្រុងភ្នំពេញសប្តាហ៍ត្រូវបានគេយកឬគេបញ្ចេញឈ្មោះដើម្បីកាត់ទោសពីព្រោះនៅស្រុកខ្មែរយើងមិនអាចប្តឹងយើងមិនអាចចោតយើងអាចឲ្យមន្ត្រីដែលពាក់ព័ន្ធនឹងបទប្រក្រតីឡើងតុលាការនៅប្រទេសកម្ពុជាជាតុលាការដែលបម្រើអ្នកដឹកនាំប្រទេសសពថ្ងៃដូច្នេះជាការពីអ្នកដឹកនាំប្រទេសមិនមានរោគជំងឺបានទេនៅសពថ្ងៃតែក្នុងពិភពលោកមានប្រទេសសេរីប្រទេសដែលកាន់លទ្ធិប្រជាធិបតេយ្យប្រទេសដែលតុលាការឯករាជ្យប្រទេសបារាំងយ៉ាងណាបើនៅលើទឹកដីប្រទេសបារាំងតុលាការឯករាជ្យយល់ព្រមឲ្យលើកករណីមន្ត្រីជាន់ខ្ពស់ពីរនាក់នៅប្រទេសកម្ពុជាគឺលោកពីវិធាននិងលោកពីពិសិដ្ឋមានតួនាទីធ្វើជាមេក្រុមអង្គភាពអង្គរៈលោកហ៊ុនសែនឲ្យតែមានការចោទប្រកាន់ថាគាត់ជាអ្នករៀបចំការទីប្រហាររបស់ដៃនៃនិងរបស់រដ្ឋសភាចាស់នៅបែបប្រជាជនបែបទុំហើយឆ្នាំរបស់ទីហើយការទីប្រហារដល់របស់ដៃហើយនេះការdari kulit pada ciaoในคำเทียบจำทางเทียบปากเดินทางใช่เชียร์จากหนึ่งร้อยเป็นแบบกรรมนี้ได้ราคาในคำเทียบជាទូខ្ញុំថាខ្ញុំបរិហារគេខ្សែយើងនិយាយអ្វីដែលយើងជឿជាការពិតយើងមិននិយាយទេតែក៏ពិតតែវាមិនទេបាទតែយករឿងនេះទៅពិនិត្យជាកាតព្វកិច្ចរបស់ខ្ញុំតែខ្ញុំនៅមានជីវិតតែដែលមានសហការីមានអ្នកគ្រប់គ្រងគណៈបកជាតិខ្មែរពេលនោះគណៈបកសំស៊ីក្រោយមកគណៈបកសំរួចជាតិបន្តមកទៀតគឺអ្នកដែលស្រឡាញ់ជាតិស្រឡាញ់យុត្តិធម៌ចង់ឲ្យប្រជាជនខ្មែរមានក្នុងភាពសេរីភាពហើយត្រូវគេគៀបសង្កត់ជួយធ្វើមិនឲ្យខ្មែរបានស្គាល់នៅសេរីភាពពីសន្តិភាពរបស់គុំជាជាយ៉ាងហើយបានចាប់ដើមកន្លែងណាមួយធ្វើនៅប្រទេសកម្ពុជា
ធ្វើការទេគឺយើងធ្វើនៅកន្លែងណាដែលមានតឡាការឯករាជ្យជាតឡាការប្រទេសបារាំងប៉ារីសនេះចាំដល់ អាដល់ការកាត់ទោសមួយសក្តានមានពីដាក់ទៅជាជាជាប់ចាប់ដាក់មកមួយហើយមានคนที่មានមិត្តរូបមួយក៏អាចមានគោលដៅអ្វីផ្សេងទៀតអានោះ អ្វីទាំងអស់ត្រូវមានការចាប់ផ្ដើមរៀបប្រដានការពិតហើយការពិតត្រូវគេទទួលស្គាល់ថានៅប្រទេសកម្ពុជាអ្នកមានអំណាចសម្លាប់គេតាមចិត្តនឹងជាការពិតបើការពិតនេះត្រូវបានមិនមែនតែតុលាការបារាំងទេតុលាការបារាំងប្រកាសថាអ្វីដែលតុលាការកំពុងតែពិនិត្យនេះជាការពិតពេលនោះការពិតហ្នឹងគឺផ្សព្វផ្សាយទូទាំងពិភពលោកមនុស្សលោកទាំងមូលដឹងថាប្រទេសកម្ពុជាដឹកនាំដោយក្រិតយើងនិយាយរឿងយើងនិយាយបែបហ្នឹងអត់កើតទេតែ